ក្នុងឱកាសដ៏មហាអ្នកខត្រិតឧត្តមស្រីចយាភិរម្យនៃព្រះរាជពិធីខួបលើកទី21នៃការយាងក្រុងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់និងភរិយាសូមព្រះបរមរាជានុញ្ញាតសម្ដែងនៅកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅនិងតរវិភៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងដែលជានិច្ចកាលនៅក្នុងព្រះបរមសិរីរាជសម្បត្តិរយៈពេល21ឆ្នាំនេះព្រះអង្គទ្រង់តែងបំពេញនៅព្រះរាជកិច្ចក្នុងវិស័យការទូតអប់រំសង្គមគិច្ចសុខាភិបាលវប្បធម៌និងសាសនាប្រកបដោយទសពិធរាជធម៌ព្រះកតិបណ្ឌិតវាងវៃព្រះរាជហឫទ័យសន្តោសប្រណីដ៏ថ្លៃថ្លានាំមកនូវភាពសុខដុមរមនាក្នុងសង្គមនិងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយមោទនភាពនិងកិត្យានុភាពដោយឈរលើស្មារតីពួនជ្រុំនៅមរតកដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋឆ្លើយតបទៅនឹងការលះបង់ព្រះកាយពលនិងការចូលរួមតស៊ូរបស់ព្រះករុណាថ្លៃវិសេសក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បដិញ្ញាបន្តជំរុញនិងពន្លឿនការចុះបញ្ជីដីធ្លីនិងការចេញបានកម្មសិទ្ធិដីធ្លីបង្ហើយសេវាគប់ចិត្តនិងបរិយាកាសមិនមានវិវាទព្រមទាំងការងាររៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងលំនៅឋានទៅជាប៊ូយាងដើម្បីត្រទ្រង់ឬកែវនៃសុខសន្តិភាពសម្ដៅប្រែក្លាយប្រជាណាចក្រកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ2050នៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទេវតាថែរក្សាទឹកដីនៃប្រជាណាចក្រកម្ពុជាទេវតាថែរក្សាព្រះមហាក្សត្រស្វេតឆ័ត្រទេវតាឆ្នាំថ្មីព្រះនាមគរកៈទេវីព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គជាតិជាពិសេសព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋសូមព្រះអង្គមេត្តាប្រោះព្រំប្រោះប្រណីព្រះរាជសព្ទសាធុការពរបវរសុស្ដីស្រីមង្គលវិបុលសុខបវរមហាប្រសើរថ្វាយចំពោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាសូមមានព្រះជន្មាយុយឺនយូរយាងរយព្រះវស្សាព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមមួនព្រះបញ្ញាភ្លឺថ្លាវាងវៃដើម្បីបានគង់ប្រថាប់យូរអង្វែងនៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ក្សេមខ្សាន្តត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍រៀងទៅសូមព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាប្រោសទទួលនៅគិវរកិច្ចដ៏ស្មោះស្ម័គ្រនិងខ្ពង់ខ្ពស់បំផុតស្មើជីវិតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា